មានរឿងមួយបានដំណើរថាមានបុរសម្នាក់គាត់គឺជាអ្នកលក់ចេកតាមភូមិតាមស្រុកគាត់មានជីវភាពក្រីក្រខ្លាំងណាស់ក្រមែនប៉ុន្តែគាត់មានទឹកចិត្តល្អចេកអើយចេកមានបងប្អូនណាត្រូវការផ្លែចេកយកទៅហូបដែរទេផ្លែចេករបស់ខ្ញុំមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងណាស់បើបងប្អូនពិសាដឹងតែជុកមាត់តែម្ដងចេកអើយចេកបន្ទាប់មកក៏មានអ្នកភូមិ2នាក់មកទិញចេករបស់គាត់ហូបហើយគាត់ក៏បានដើរទៅលក់នៅមុខបន្តទៀតចេកអើយចេកមានបងប្អូនណាត្រូវការផ្លែចេកយកទៅហូបដែរទេផ្លែចេករបស់ខ្ញុំគឺមានរសជាតិឈ្ងុយឆ្ងាញ់ខ្លាំងណាស់សួស្ដីបងប្រុសនេះតើចេករបស់ប្អូនណាតែប៉ុណ្ណឹងទេមែនទេបាទបងចេករបស់ខ្ញុំតែប៉ុណ្ណឹងទេណាបងប៉ុន្តែលក់ដាច់ខ្លាំងណាស់ព្រោះចេករបស់ខ្ញុំគឺវាផ្អែមខ្លាំងតែម្ដងបងអើយអូខេអញ្ចឹងលក់ឲ្យបងទាំងអស់មកណាអញ្ចឹងបងណាទិញទាំងអស់ព្រោះចេករបស់ប្អូនណាគឺល្បីខ្លាំងណាស់បាទបងប្រុសចាំតិចណាចាំខ្ញុំច្រកឲ្យបងប្រុសទាំងអស់គាត់សប្បាយចិត្តជាខ្លាំងពេលដែលគាត់លក់ចេកអស់គាត់ក៏បានដើរទៅមុខនិងឈប់សម្រាកបន្តិចថ្ងៃនេះខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ចេករបស់ខ្ញុំលក់ដាច់គ្មានសល់ចុំនេះពោះរបស់ខ្ញុំដូចជាឃ្លានហើយនេះរកទិញអ្វីហូបបន្តិចសិនពេលនោះគាត់ក៏បានដើរទៅទិញនំប៉័ងមួយដើមដើម្បីហូបស្រាប់តែពេលនោះក៏មានមេធ្មប់មួយបានចេញមកនេះតាអ្នកកំពុងតែញ៉ាំអ្វីហ្នឹងមើលទៅដូចជាទំនងខ្លាំងណាស់ហើយឈ្ងុយទៀតគិតរកទៅសុំញ៉ាំដែរសិន កំពុងតែឃ្លានផងនាងក៏បានប្រែខ្លួនទៅជាមនុស្សស្រីម្នាក់ដែលមានរូបរាងស្អាតខ្លាំងណាស់សួស្ដីបងប្រុសនេះតាបងណាកំពុងតែញ៉ាំអ្វីហ្នឹងមើលទៅដូចជាទំនងឆ្ងាញ់ដល់ហើយនេះឲ្យខ្ញុំសូមញ៉ាំផងណាខ្ញុំឃ្លានខ្លាំងណាស់គាត់ក៏បានឲ្យនំប៉័ងនោះទៅនាងហើយគាត់ក៏បានញ៉ាំជាមួយនឹងនាងផងដែរពេលនោះមានអ្នកសុំទានម្នាក់បានដើរមកដល់ល្មមសួស្ដីប្អូនប្រុសខ្ញុំណាពិតជាឃ្លានខ្លាំងណាស់នេះតើអាចឲ្យខ្ញុំសូមអាហារហូបផងបានទេខ្ញុំអត់បាយពី3ថ្ងៃណាមកហើយខ្ញុំដើរទៅមុខលេងរួចហើយណាដាក់ទានឲ្យខ្ញុំមកបន្តិចមកខ្ញុំឃ្លានណាគាត់មានការអាណិតអ្នកសុំទាននោះជាខ្លាំងហើយគាត់ក៏បានឲ្យនំប៉័ងនោះទៅអ្នកសុំទានមេធ្មប់ឃើញដូច្នេះនាងបើកភ្នែកធំតែម្ដងតើបងប្រុសមិនទុកញ៉ាំខ្លួនឯងទេមែនទេតើបងប្រុសមានអ្វីញ៉ាំទៅបើឲ្យគេទាំងអស់អញ្ចឹងអូមិនអីនោះទេខ្ញុំបានញ៉ាំដែរតាមមិញនេះវាគ្រប់គ្រាន់ហើយសម្រាប់ថ្ងៃនេះចំណែកគាត់អត់បាយពី3ថ្ងៃហើយគាត់ពិតជាឃ្លានខ្លាំងណាស់ហើយខ្ញុំធ្លាប់ក្រដូច្នេះខ្ញុំដឹងអំពីទុក្ខលំបាកនេះមេធ្មប់ឮគាត់និយាយដូច្នេះនាងមានការសប្បាយចិត្តជាខ្លាំងគាត់ក៏បានធ្វើដំណើរទៅផ្ទះរបស់គាត់ពេលដែលគាត់ទៅដល់ផ្ទះគាត់ក៏បានប្រគល់លុយទៅឲ្យប្រពន្ធគាត់នាងសប្បាយចិត្តជាខ្លាំងពេលដែលឃើញប្តីរបស់នាងលក់ចេកអស់ដូច្នេះអូនពិតជាសប្បាយចិត្តខ្លាំងណាស់ពេលដែលឃើញបងលក់ចេកដាច់ដូច្នេះតើបងទៅញ៉ាំបាយអូនបានរៀបចំបាយម្ហូបទុកឲ្យបងរួចជាការស្រេចហើយចំណែកអ្នកចិត្តខាងនាងនេះវិញពេលដែលឃើញគាត់លក់បានលុយដូច្នេះគាត់មានការច្រណែនជាខ្លាំងហើយអ្វីបានជាវាលក់ចេកដាច់អីខ្លាំងបែបនេះចាំមើលយប់ណាដឹងគ្នាហើយហែងលុះដល់ពេលយប់គាត់ក៏បានលួចចូលទៅផ្ទះអ្នកលក់ចេកនោះហើយគាត់ក៏បានបំផ្លាញរទេះដែលអ្នកលក់ចេកនោះដឹកចេកលក់គាត់ក៏បានរត់ចេញទៅលុះដល់ពេលព្រឹកហើយអបកាយយោណានឹងមិនក៏វាមកបំផ្លាញរទេះខ្ញុំបែបហ្នឹងតើឲ្យខ្ញុំមកបានអ្វីដឹកចេកយកទៅលក់ទៀតទៅហេតុអ្វីបានជាអ្នកធ្វើបាបខ្ញុំដូច្នេះអូព្រះជាម្ចាស់អើយនេះតើខ្ញុំមកគួរធ្វើយ៉ាងណាម៉ែអើយតើខ្ញុំមកគិតយ៉ាងណាទៅអេតាអ្នកណាគេអីក៏ចង្រៃបែបនេះតើមានរឿងអ្វីកើតឡើងនឹងអ្នកទាំងពីរហេតុអីក៏អ្នកទាំងពីរយំដូច្នេះបងប្រុសអើយមិនដឹងថាអាចចង្រៃណានោះទេវាមកបំផ្លាញរទេះរបស់ខ្ញុំនេះតើខ្ញុំមកបានអ្វីដឹកចេកលក់បន្តទៀតទៅហើយចាវាយបើអញ្ចឹងមានតែឈប់លក់ចេកហើយដើរសុំទានតែម្ដងទៅគួរអាណិតខ្លាំងណាស់ក្រចន់ក្រតែម្ដងហើយពេលនេះគាត់ពិបាកចិត្តជាខ្លាំងគាត់បានទៅអង្គុយនៅមាត់អណ្ដូងតែម្នាក់ឯងហើយអ្វីបានជាទេវតាលេងសើចជាមួយនឹងខ្ញុំដូច្នេះតើខ្ញុំបានអ្វីដើរលក់ចេកបន្តទៀតទៅហើយខ្ញុំបានលុយឯណាទៅចិញ្ចឹមប្រពន្ធកូនរបស់ខ្ញុំទៅមានរឿងអ្វីកើតឡើងចំពោះគាត់ទៅនឹងហេតុអីបានជាគាត់ទៅយំដូច្នេះតើមានអ្នកណាគេធ្វើបាបគាត់មែនទេខ្ញុំត្រូវតែដឹងរឿងនេះឲ្យទាល់តែបានពេលនោះមេធ្មប់ក៏បានប្រែខ្លួនទៅជាមនុស្សស្រីហើយក៏បានដើរទៅសួរគាត់សួស្ដីបងប្រុស
នេះតើមានរឿងអ្វីកើតឡើងចំពោះបងទៅហេតុអីបានជាបងយំដូចនេះ មានរឿងកើតឡើងហើយណាប្អូនស្រីមិនដឹងថាអាគេបាញ់ណាទេវាមកបំផ្លាញរទេះលក់ចេករបស់ខ្ញុំឡើងខ្ទេចអស់តែម្ដង នេះមានរឿងចឹងផងអីហេតុអីបានជាគេធ្វើដូចនេះនេះតើបងចាប់វាមិនបានទេមែនទេ ខ្ញុំចាប់វាមិនបាននោះទេព្រោះតែវាចូលមកបំផ្លាញនៅពេលយប់ឥឡូវនេះខ្ញុំមិនដឹងថានឹងគិតបែបណានោះទេ អើយបងប្រុសអើយនេះគុំយំអីណាត្រឡប់ទៅផ្ទះវិញទៅរឿងនេះចាំខ្ញុំមកជាអ្នកជួយបងចង់ បន្ទាប់មកគាត់ក៏បានត្រឡប់ទៅផ្ទះរបស់គាត់វិញហើយនាងក៏បានប្រែខ្លួនទៅជាមេធ្មប់ ខ្ញុំនឹងជួយគាត់ព្រោះគាត់គឺជាមនុស្សល្អគាត់ឲ្យនំប៉័ងខ្ញុំកាលពីថ្ងៃមុន ចំណែកអ្នកចិត្តខាងនេះវិញសប្បាយចិត្តជាខ្លាំងពេលដែលផែនការរបស់គាត់បានសម្រេចដូច្នេះតែប៉ុណ្ណេះណាឯងដឹងតែគ្មានអ្វីដើរលក់ចេកបន្តទៀតទេ យើងបានបំផ្លាញរទេះរបស់ឯងហើយចាំមើលឯងបានអីលក់ទៀតទៅចំណែកអ្នកលក់ចេកវិញគាត់នៅតែអង្គុយពិបាកចិត្តម្នាក់ឯងស្រាប់តែពេលនោះមេធ្មប់ក៏បានបង្ហាញខ្លួននៅពីមុខគាត់ហ៎មេធ្មប់ហើយនេះតើនាងមកទីនេះធ្វើអ្វីហ្នឹងខ្ញុំមិនទាន់ចង់ស្លាប់ទេណានេះនាងកុំសម្លាប់ខ្ញុំអី អត់ទេណាបងប្រុសអត់ទេខ្ញុំមកទីនេះដើម្បីជួយបងប្រុសទេណាខ្ញុំមិនបានសម្លាប់បងប្រុសនោះទេ ហ៎នេះតើនាងជួយខ្ញុំដោយរបៀបណាទៅខ្ញុំដូចជាមិនយល់ទេនេះតើនាងគឺជាអ្នកណាគេហេតុអីក៏អ្នកនាងចង់មកជួយខ្ញុំ ខ្ញុំគឺជាមនុស្សស្រីម្នាក់ដែលបងប្រុសឲ្យនំប៉័ងខ្ញុំកាលពីថ្ងៃមុននោះអីឥឡូវនេះខ្ញុំមកដើម្បីជួយបងប្រុសវិញហើយនេះគឺជាដើមចេកវេទមន្តបងយកទៅដាំទៅវានឹងមានផ្លែជារៀងរហូត អូតាមពិតអញ្ចឹងសោះនេះខ្ញុំមកពិតជាអរគុណនាងខ្លាំងណាស់ខ្ញុំនឹងទៅដាំដើមចេកនេះសាក់មើលគាត់ក៏បានយកដើមចេកនោះទៅដាំនៅមុខផ្ទះរបស់គាត់ស្រាប់តែពេលនោះប្រពន្ធរបស់គាត់ក៏បានដើរមកពីក្រោយ បងកំពុងតែដាំអ្វីហ្នឹងមើលទៅដូចជាកូនចេកតើបងបានកូនចេកមកពីណាហ្នឹងមើលទៅដូចជាប្លែកខ្លាំងណាស់មិនបានជាបងយកមកដាំនៅមុខផ្ទះរបស់យើងទៅវិញហើយមិនដាំនៅក្រោយផ្ទះតែម្ដងទៅបង យើងមានសង្ឃឹមហើយណាអូនដើមចេកនេះគឺមេធ្មប់ឲ្យមកបងវាគឺជាដើមចេកវេទមន្ត ថាម៉េចហ្នឹងដើមចេកវេទមន្តនេះអូនមិនដែលលើទេណាលោកប្តីតើមានមេធ្មប់បានយ៉ាងម៉េចទៅអូនដូចជាមិនជឿតទៅសោះនេះបងមិនអីណាហី បងនិយាយជាការពិតណាបងមិនមែនឈួតនោះទេមេធ្មប់គឺឲ្យដើមចេកវេទមន្តនេះមកឲ្យបងពិតមែនអូនចាំទៅមើលទៅណាវាពិតឬក៏មិនពិតនោះបន្ទាប់មកគាត់លែងមាត់ហើយអ្នកទាំងពីរក៏បានដើរចូលទៅក្នុងផ្ទះវិញបាត់ទៅលុះដល់ពេលព្រឹកឡើងអ្នកទាំងពីរក៏បាននាំគ្នាចេញមកមើលដើមចេកវេទមន្តរបស់គាត់នោះតើវាជាចេកវេទមន្តឬមួយក៏មិនមែនវ៉ាវនេះពួកយើងពេលនេះខ្លាចជាអ្នកមានហើយណាម៉ាយវាចេកនេះគឺជាដើមចេកវេទមន្តពិតមែនមេធ្មប់នោះគឺមិនបានកុហកយើងទេណា ពិតមែនហើយណាលោកប្តីអូនស្មានតែបងឈួតតែផ្លែចេកនេះពិតជាស្រស់ស្អាតខ្លាំងណាស់ យើងមានសង្ឃឹមហើយបងកាប់វាយកទៅលក់នៅឯផ្សារសិនហើយណាក្រែងបានលុយខ្លះទិញអង្គហូមពេលនោះគាត់ក៏បានកាប់ផ្លែចេកទាំងស្ទងប៉ុន្តែចម្លែកណាស់ពេលដែលគាត់កាប់ចេកនោះកាប់មួយស្ទងចេញមួយស្ទងគាត់សប្បាយចិត្តជាខ្លាំងពេលដែលឃើញហេតុការណ៍ដ៏ចម្លែកមួយនេះហើយអ្នកទាំងពីរក៏បានយកផ្លែចេកទៅលក់នៅឯផ្សារហើយគាត់លក់ដាច់ខ្លាំងតែម្ដងថ្ងៃនេះយើងលក់អស់លឿនខ្លាំងណាស់ម៉ែវាបងគិតថាយើងគួរតែទៅអរគុណមេធ្មប់នោះទៅណាព្រោះនាងគឺជាអ្នកមានគុណរបស់យើងអ្នកទាំងពីរក៏បានដើរទៅមាត់អណ្ដូងដើម្បីអរគុណមេធ្មប់នោះមេធ្មប់អើយនេះតើនាងនៅទីនេះដែរទេចេញមកណាយើងមានរឿងចង់ប្រាប់នាងប៉ុន្តែមេធ្មប់នាងមិនបាននៅក្នុងនឹងទៀតនោះទេមេធ្មប់មិនចេញមកទេអ្នកទាំងពីរក៏បានត្រឡប់ទៅផ្ទះវិញទៅដោយសារតែចេកវេទមន្តគាត់លក់កាន់តែដាច់ទៅហើយគាត់ក៏បានក្លាយទៅជាអ្នកមានជាងគេនៅក្នុងភូមិនោះគាត់មានផ្ទះមានឡានទំនើបប៉ុន្តែគាត់មិនភ្លេចនោះទេក្នុងការធ្វើបុណ្យដាក់ទានឲ្យអ្នកក្រីក្រមានថ្ងៃមួយអ្នកចិត្តខាងរបស់គាត់បានដើរមករកគាត់សួស្ដីប្អូនប្រុសតើប្អូនណាមានបុណ្យអ្វីទៅហេតុអ្វីបានជាប្អូនណាមានលឿនអីបែបហ្នឹងចំណែកបងឯនេះវិញណារកយូរទៅក្រទៅមិនដឹងទេនេះសូមដាក់ទានឲ្យបងខ្លះមកណាផ្ទះរបស់បងអង្គស៊ីហើយបន្ទាប់មកអ្នកលក់ចេកក៏បានដាក់ទានឲ្យអ្នកចិត្តខាងរបស់គាត់បងប្រុសយករបស់ទាំងអស់នេះទៅហូបទៅណាពេលដែលបងខ្វះខាតចាំបងមកប្រាប់ប្អូនទៀតបងខ្វះអីបងប្រាប់ប្អូនមកបងកុំខ្លាចចិត្តអីណាអ្នកចិត្តខាងហូរទឹកភ្នែកដោយមិនដឹងខ្លួន
ស្រាប់តែពេលនោះកូនស្រីរបស់អ្នកលក់ចេកក៏បានដើរមករកប៉ារបស់នាង លោកប៉ាម៉ាក់ហៅប៉ាទៅពិសាបាយគាត់បានរៀបចំរួចរាល់ហើយតះប៉ាទៅពិសាបាយ អូខេកូនស្រីប៉ាទៅឥឡូវហើយណាពេលដែលញ៉ាំបាយហើយប៉ានឹងនាំកូននិងម៉ាក់របស់កូនណាទៅលេងនៅកន្លែងមួយគាត់ញ៉ាំបាយរួចរាល់ហើយគាត់ក៏បាននាំប្រពន្ធកូនរបស់គាត់ទៅក្នុងព្រៃដើម្បីជួបមេធ្មប់សួស្តីមេធ្មប់ខ្ញុំមកទីនេះដើម្បីអរគុណដល់មេធ្មប់ដែលបានជួយដល់គ្រួសាររបស់ខ្ញុំពិតជាអរគុណដល់មេធ្មប់ខ្លាំងណាស់ដែលឲ្យដើមចេកវេទមន្តនោះមកខ្ញុំដោយសារតែដើមចេកវេទមន្តនោះហើយទើបធ្វើឲ្យគ្រួសាររបស់ខ្ញុំមានរហូតមកដល់ថ្ងៃនេះ មិនអីទេណាអ្នកលោកចេកអ្នកគឺជាមនុស្សល្អខ្ញុំមើលមនុស្សមិនចេះខុសនោះទេអ្នកគឺជាមនុស្សល្អចេះធ្វើបុណ្យចេះជួយដល់អ្នកដទៃពេលអ្នកមានបានកុំភ្លេចធ្វើបុណ្យនិងដាក់ទានដល់អ្នកក្រីក្រផងណា បាទមេធ្មប់រឿងនេះខ្ញុំដឹងហើយណាកុំបារម្ភអីបន្ទាប់មកមេធ្មប់ក៏បានហោះទៅកន្លែងវាបាត់ទៅហើយអ្នកលក់ចេកក៏បានវិលត្រឡប់ទៅផ្ទះវិញ